សូមបញ្ជាក់បន្ថែមបាទពុកអ្នកដែលចូលមកជេរតាម Facebook ឬបង្ហោះ Facebook មិនត្រឹមតែ Facebook របស់ពុកមួយទេ Facebook ណាក៏ដោយឲ្យតែប៉ះពាល់ដល់រដ្ឋាភិបាលប៉ះពាល់ដល់គណៈបព្វជិជនប៉ះពាល់ដល់ថ្នាក់ដឹកនាំគឺត្រូវទៅជាប់គុកដាច់ខាតត្រូវបានទទួលការលើកលែងទេតាមផ្ញើតគ្នាទៅអូយពុកអើយពុកនិយាយមែនណាខ្ញុំភ័យមែនតើបេះដូងចង់លោតចេញក្រៅហើយនេះក៏ប៉ុន្តែឥឡូវនឹងសំណាងដែរខ្ញុំលែងប្រើពាក្យពេចន៍ជេរប្រមាថអីហើយដោយសារអីខ្ញុំគ្មានអារម្មណ៍ជេរប្រមាថខ្មែរទាំងខ្មែរទេដោយសារតែរាល់ថ្ងៃនេះខ្ញុំពិបាកចិត្តមែនតើរឿងបងប្អូនប្រជាពលរដ្ឋខ្មែរភាសឹកណាមួយអាថៃនឹងវាឆ្លៀនពៀនយើងផងខ្ញុំក៏មិនមានអារម្មណ៍ជេរប្រមាថអីដែរពុកក៏ប៉ុន្តែខ្ញុំសូមស្នើពុកថាមុននឹងណាចង់ចាប់ប្រជាពលរដ្ឋដាក់គុកពុកត្រូវពិនិត្យមើលផងតើប្រជាពលរដ្ឋក៏ចែករំលែកព័ត៌មានពិតឬក៏ពិនិត្យពុកត្រូវពិនិត្យមើលមែនទេកុំឲ្យគេចេះតែដៀលថាងឲ្យតែខ្មែរដល់តែខ្លាំងជាមួយតែខ្មែរហ្មងរឿងថៃឆ្លៀនពៀននេះឥឡូវដូចស្ងាត់ឈឹងអីចឹងណាពុកត្រូវពិនិត្យមើលផងពុកអើយពុកនិយាយទៅខ្ញុំភ័យខ្លាំងណាស់អញ្ចឹងហើយសូមពុកបាទពិនិត្យមើលឲ្យមែនទេហើយព្យាយាមកែតម្រូវឬក៏បោះសម្អាតពួកមន្ត្រីណាដែលវាកំពុងតែខុបខិតមន្ត្រីមួយចំនួនឥឡូវនេះកំពុងតែដឹកជញ្ជូនណាទំនិញថៃចូលឡើងកក្រឹកកក្រែងបាទពុកអើយពុកណាមានការស្ដាប់ប្រជាពលរដ្ឋផងពេលខ្លះប្រជាពលរដ្ឋគាត់អ្នកនៅទីនោះផ្ទាល់គាត់ជួបហេតុការណ៍ផ្ទាល់គាត់ចង់ចែករំលែកក៏ប៉ុន្តែមានពួកខលខូចមួយចំនួនដែលនៅក្រោមអាវ៉ាតពុកហ្នឹងតែងតែរករឿងពួកគាត់ឬក៏ចោទប្រកាន់ពួកគាត់អញ្ចឹងចុះទៅយល់លេសចាប់គាត់ដាក់គុកអញ្ចឹងពុកខ្ញុំអត់មានអីនិយាយច្រើនទេខ្ញុំហត់ទៅពុកហើយចាំមើលវាតទៅមុខទៀតអាឡប់បើអីខ្លាំងមែនមកខ្មែរវិញមកម៉ែញ៉ឲ្យកេះអាចមកគុកក្បាលអាយ៉ាស់ឡោះគូមីចៅសំភៀវខឹងចង់និយាយថាអញ្ចេះស្រុកខ្មែរហ្នឹងពូនបោម៉ែអើបងប្អូនឯងហ្នឹងទិញដាច់មែនអត់ចង់អាណានៅមែនយីគូមីចៅសំភៀវខឹងនេះឯងក៏ឈាមថោកម៉ែខួរក្បាលឯងក៏រាក់ម៉ែអញនិយាយស្រួលបួលឲ្យអាមនុស្សខួរក្បាលរាក់ដូចពួកឯងហ្នឹងស្ដាប់ទៅឲ្យវាភ្លឺផងអញនិយាយស្រួលបួលតាម៉េចពួកឯងបើអញមិនជេរពួកឯងស៊ីបាយអត់ឆ្ងាញ់មែនណាគូមីចៅសំភៀវខឹងអញញយអញកេះតែអាចមកគុកក្បាលឯងហ្នឹងក៏ឯងងាប់ដែរគូមីចៅសំភៀវខឹងនេះធ្វើដូចមិនដឹងអញបើគេបើគេអញទៅខ្មែរអញទៅបាត់ហើយដោយសារអីបិទទឹកតការអញអស់ហើយអញទៅតាមប្រឡងណាអញសញ្ជាតិខ្មែរអញជនជាតិខ្មែរបើគេបិទប៉ាសពតខ្មែរអញបាត់ហើយអញហោះទៅតាមប្រឡងណានិយាយចេះស្ដាប់គ្នាមែនគូមីចៅសំភៀវខឹងមិនអញនិយាយស្រួលពួកឯងស្ដាប់អត់បានមែនអញអត់មានបានជេរអត់មានបានបចោអីទេក៏ប៉ុន្តែពួកឯងនេះបើអញមិនជេរបើអញមិនបន្តិចទេពួកឯងស៊ីបាយមិនឆ្ងាញ់ពួកអាឈាមឆ្កែនេះមែនមកឥឡូវអញលេងខ្វល់ហើយពីមុនអញកំពុងតែបាក់ចិត្តរឿងបងប្អូនភាសឹកឥឡូវអញលេងខ្វល់ហើយអញឃើញគេអ្នកគិតនៅតែគិតអ្នកសបាយនៅតែសបាយឥឡូវអញលេងខ្វល់អញធម្មតាដែរហើយចាំមើលវាតទៅមុខទៀត